ដោយវិធីងាយទៅមើលទាំងអស់គ្នាថាតើមានវិធីណាខ្លះដែលអ្នកទាំងអស់គ្នាអាចអនុវត្តបានដំបូងគេនោះគឺការដើរដោយអ្នកទាំងអស់គ្នាអាចជ្រើសរើសបានថាតើអ្នកទាំងអស់គ្នានឹងជ្រើសរើសដើរនៅពេលព្រឹកឬក៏ពេលល្ងាចក៏បានដែរការហោច15នាទីហើយព្រមជាមួយនឹងការទទួលយកពន្លឺព្រះអាទិត្យជាម្ដងទៀតណាគឺថាជ្រើសរើសការដើរពេលព្រឹកក៏បានពេលល្ងាចក៏បានតែសូមឲ្យទទួលយកនៅពន្លឺព្រះអាទិត្យបើសិនជានៅជិតផ្ទះរបស់អ្នកមានស្មៅឬក៏អ្នកទៅដើរនៅត្រង់ណាដែលមានស្មៅហើយធានាថាសុខភាពល្អអ្នកទាំងអស់គ្នាអាចដើរដោយជើងទទេដើម្បីបានពាល់ជាមួយនឹងស្មៅនឹងផ្ទាល់នឹងកាន់តែពិសេសចំណុចទី2នោះគឺទឹកបន្លែក្រឡុកដោយមិនញែកកាក់ឬយើងហៅថាឲ្យមានសារធាតុសរសៃដើរមកពីបន្លែហ្នឹងបញ្ជាក់ម្ដងទៀតគឺជាការក្រឡុកទឹកបន្លែដោយអត់ញែកកាក់ទេគឺហូបទាំងអស់ហើយសូមជាបន្លែបៃតងមុនពេលទទួលទានអាហារដំបូងនៃថ្ងៃយ៉ាងហោច15នាទីសាកល្បងអនុវត្តបែបនេះជីវិតរបស់អ្នកសុខភាពរបស់អ្នកក៏នឹងកាន់តែប្រសើរឡើងអ្នកខ្លះអាចនឹងគិតថាខ្ញុំមកចូលចិត្តហូបទឹកបន្លែទេធ្វើមិនទៅវិធីងាយអ្នកនរគ្នាអាចជ្រើសរើសបន្លែណាក៏ដោយដែលអ្នកចូលចិត្តហូបជាពពួកសាឡាត់តែអត់ដាក់សសច្រើនទេណាមុនអាហារពេលព្រឹកក៏បានដែរការធ្វើបែបនេះជាប្រចាំនោះនឹងធ្វើឲ្យរាងកាយរបស់អ្នកអាចទាញយកនៅសារធាតុវីតាមីនដើម្បីទៅប្រើប្រាស់នៅក្នុងរាងកាយហ្នឹងគឺបានយ៉ាងពេញទំហឹងប្រព័ន្ធរំលាយអាហាររបស់អ្នកក៏នឹងប្រសើរឡើងដែលនេះគឺជាវិធីងាយនៃការធ្វើ detox ឲ្យរាងកាយកាន់តែប្រសើរឡើងដោយមិនចាំបាច់ត្រូវការអ្វីជំនួយពីខាងក្រៅចំណុចទី3នោះគឺញ៉ាំទឹកមុនថ្ងៃត្រង់មានថាពីព្រលឹមរហូតដល់ថ្ងៃត្រង់ហ្នឹងយ៉ាងហោចឲ្យបាន4កែវ technique ងាយអ្នកនរគ្នាអាចយកទៅអនុវត្តបានភ្ញាក់ពីគេងឡើងភ្លាមមកញ៉ាំមួយកែវអាចជាទឹកក្តៅអ៊ុនឬក៏ទឹកបែបណាដែលអ្នកទាំងអស់គ្នាចូលចិត្តបន្តមកទៀតមុននឹងអ្នកទាំងអស់គ្នាងូតទឹកមួយកែវទៀតងូតទឹករួចហើយមួយកែវទៀតមុនអាហារថ្ងៃត្រង់មួយកែវទៀតប្របី4កែវព្រោះថារាងកាយនៅពេលដែលបានទទួលជាតិទឹកទៅនឹងធ្វើឲ្យរាងកាយកាត់បន្ថយឬក៏ចម្រាញ់សារធាតុពុលដែលមាននៅក្នុងរាងកាយរបស់យើងចេញតាមរយៈទឹកនំបញ្ជាក់ម្ដងទៀតណាទឹកដែលហូបហ្នឹងគឺទឹកសុទ្ធតែមិនមែនកាហ្វេឬក៏តែមាន green tea អីនោះទេតិចដាក់អាហ្នឹងមិនមែនលាងជាតិពុលទេនឹងបន្ថែមជាតិពុលណានៅទី4នោះគឺងូតទឹកត្រជាក់នៅពេលព្រឹកហើយងូតទឹកក្តៅនៅពេលយប់វាគឺជាការ detox រាងកាយមួយបែបដែលអាចធ្វើឲ្យរាងកាយកាត់បន្ថយភាព stress ងូតទឹកត្រជាក់នៅពេលព្រឹកនឹងជាចំណាយជួយជំរុញដល់ប្រព័ន្ធរំលាយអាហារឬឲ្យកាន់តែប្រសើរឡើងហើយការដែលងូតទឹកក្តៅនៅពេលយប់នោះនឹងធ្វើឲ្យសីតុណ្ហភាពនៅក្នុងរាងកាយថយចុះនិងជំរុញដល់ការគេងរបស់អ្នកកាន់តែប្រសើរឡើងហើយចំណុចទី5នេះគឺសំខាន់មែនទែនគឺការ detox ចិត្តរបស់អ្នកតាមរយៈការហ្វឹកហាត់ដកដង្ហើមវែងយ៉ាងហោចណាស់1នាទីរៀងរាល់ថ្ងៃដោយអ្នកទាំងអស់គ្នាអាចធ្វើបានគ្រប់ពេលវេលាមិនថាពេលព្រឹកឬក៏ពេលល្ងាចឬក៏ពេលមុនញ៉ាំអាហារតាមរយៈការដកដង្ហើមនៅជាមួយដង្ហើមខ្លួនឯងដកដង្ហើមចូលវែងហើយអត់ដង្ហើមរាប់5 4 3 2 1ហើយដកដង្ហើមចេញ stop បន្តមកទៀតក៏រាប់ដូចដើមអាចវិលជុំបែបនេះចំនួន5ដងឬក៏10ដងតាមដែលអាចធ្វើទៅបានបើសិនជាអ្នកស្ទាប់ហើយបើអ្នកទាំងអស់គ្នាធ្វើមុនពេលដែលចូលគេងនឹងកាន់តែធ្វើឲ្យការគេងរបស់អ្នកប្រសើរឡើងខ្លាំងទៀតគេងលក់បានស្ងប់ជាងមុនហើយក៏កាត់បន្ថយការ stress តែបើសិនជាអ្នកទាំងអស់គ្នាធ្វើមុនពេលដែលអ្នកទាំងអស់គ្នាញ៉ាំអាហារក៏នឹងធ្វើឲ្យការទទួលទានអាហាររបស់អ្នកកាន់តែប្រសើរឡើងការធ្វើការរបស់កាពីពោះវៀនក៏កាន់តែប្រសើរឡើងថែមទៀតអ្នកទាំងអស់គ្នាអាចសាកល្បងធ្វើបែបនេះត្រឹមតែមួយសប្តាហ៍ក៏នឹងអាចដឹងថាខ្លួនឯងមានការរីកចម្រើនឬក៏សុខភាពរបស់ខ្លួនឯងប្រសើរឡើងនៅផ្នែកណាបានខ្លះហើយបើសិនជាអនុវត្តបានរហូតទៅសុខភាពរបស់អ្នកទាំងអស់គ្នាក៏នឹងកាន់តែប្រសើរឡើងថែមទៀតឬចំពោះអ្នកដែលចាប់អារម្មណ៍ចង់បានវិធីសាស្ត្រ detox ហើយចង់ឲ្យមានអ្នកដែល guideline បន្ថែមទៀតអ្នកទាំងអស់គ្នាក៏អាចទាក់ទងតាមរយៈ Telegram ខាងលើនេះបានបន្ថែមហើយយើងមកសុខភាពរបស់អ្នកទាំងអស់គ្នាជាមួយនឹង Selfie Grad